ចឹងយើងចង់ដឹងថាតើការចាក់រំខានហ្នឹងវាមានប៉ុន្តែច្បាប់អន្តរជាតិវាមានខុសអីខ្លះអញ្ចឹងខ្ញុំបាទនឹងសូមលើកយកតកតងនឹងច្បាប់មួយចំនួនមកជំរាបជូនដល់ពុកម៉ែបងប្អូនបាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសស្វាគមន៍មកកាន់ Channel គុន្ធា TV News នៅថ្ងៃដែរ Channel គុន្ធា TV News នឹងលើកយកអត្ថបទថ្មីមួយទៀតពាក់ព័ន្ធទៅនឹងការរំលោភបំពានច្បាប់អន្តរជាតិជុំវិញការរំខានបាទពីប្រទេសថៃទៅលើពលរដ្ឋខ្មែរយើងដែលរស់នៅតាមព្រំដែនហ្នឹងបាទដោយដែលពុកម៉ែបងប្អូនបានដឹងរួចមកហើយថាការពីថ្ងៃច័ន្ទទី13ហ្នឹងខាងភាគីថៃហ្នឹងគឺបានយកសម្លេងទៅចាក់រំខានបាទទៅតាមពលរដ្ឋយើងដែលរស់នៅតាមព្រំដែនហ្នឹងបាទចឹងយើងចង់ដឹងថាតើការចាក់រំខានហ្នឹងវាមានប៉ុន្តែច្បាប់អន្តរជាតិវាមានខុសអីខ្លះអញ្ចឹងខ្ញុំបាទនឹងសូមលើកយកតកតងនឹងច្បាប់មួយចំនួនមកជំរាបជូនដល់ពុកម៉ែបងប្អូនបាទដូច្នេះសូមពុកម៉ែបងប្អូនមកតាមបានស្ដាប់ជាមួយយើងខ្ញុំដូចតទៅបាទរត់ដែរពុកម៉ែបងប្អូនបានដឹងរួចមកហើយថាការពីថ្ងៃទី13បាទការពីថ្ងៃច័ន្ទហ្នឹងបាទខែតុលាឆ្នាំ2025ហ្នឹងបាទថៃមិនត្រឹមតែយកសម្លេងខាងបាសហ្នឹងទៅចាក់នៅតាមព្រំដែនហ្នឹងទេបាទមិនត្រឹមតែប៉ុណ្ណោះទេគឺថែមសម្លេងចាក់ហ្នឹងគឺចាក់សម្លេងខ្មោចទៀតបាទហើយនៅពេលថ្មីនេះបាទថៃក៏បានបង្ហោះដ្រូនបាទបង្ហោះដ្រូនហ្នឹងគឺដ្រូនហ្នឹងគឺតុបតែងរូបភាពជាអាបអីទៀតដើម្បីហោះទៅបន្លាយប្រជាប្រដ្ឋខ្មែរយើងបាទដែលរស់នៅក្នុងឃុំអូ3ជាន់ទៀតបាទអញ្ចឹងតកតងទៅនឹងការចាក់សម្លេងហើយចាក់សម្លេងខ្មោចហើយមិនត្រឹមចាក់សម្លេងខ្មោចគឺបានតុបតែងជាដ្រូននៅនឹងដាក់ជារូបអាបអីទៅបង្ហោះបន្លាយប្រជាប្រដ្ឋខ្មែរយើងដែលរស់នៅតាមព្រំដែននឹងទៀតបាទហើយតកតងទៅនឹងការចាក់សម្លេងចាក់អីហ្នឹងហើយប្រជាជនថៃមួយចំនួនក៏បានរិះគន់យ៉ាងចាស់ដៃដែរទៅលើថ្នាក់ដឹកនាំរបស់ខ្លួនហ្នឹងបាទបានស្ដីបន្ទោសយ៉ាងខ្លាំងតែធ្ងន់ក៏ត្រឹមតែប្រជាពលរដ្ឋបានត្រឹមតែរិះគន់ហ្នឹងបាទតែថ្នាក់ដឹកនាំថៃហ្នឹងគឺនៅតែប្រើទង្វើមិនសមស្របមិនគប្បីបាទបើយើងនិយាយទៅថាទង្វើអសិលធម៌បាទទង្វើទាំងអស់នេះគឺមិនសមតរសោះក្នុងនាមជាថ្នាក់ដឹកនាំថៃហ្នឹងមិនគួរប្រើទង្វើទាំងអស់នឹងមកលើប្រទេសកម្ពុជាយើងទេបាទហើយបើយើងមើលទៅលើទង្វើដែលថៃធ្វើដាក់លើកម្ពុជាយើងនឹងគឺជាទង្វើស្មុគរូបបាទសំអុយកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃនឹងលើឆាកអន្តរជាតិបាទធ្វើអញ្ចឹងគឺអន្តរជាតិគេកំពុងតែតាមដានមើលកំពុងតែសម្លឹងទៅមើលថៃនៅប្រទេសនឹងយ៉ាងម៉េចអីយ៉ាងម៉េចបានដល់ថ្នាក់ហ្នឹងបាទហើយដោយតែលោកនាងបានដឹងហើយថាប្រទេសថៃនៅជុំវិញទាំងអស់ហ្នឹងបាទជាប់នឹងប្រទេសផ្សេងហ្នឹងបាទគឺថៃតែងតែរករឿងបង្ករឿងជារហូតបាទគ្រប់ប្រទេសទាំងអស់ហ្នឹងដែលជាប់ព្រំដែនជាមួយថៃហ្នឹងបាទហើយអស់ពីឆ្លោះមួយគេនោះទៅក៏ឥឡូវរីករាលដាលមកដល់កម្ពុជាយើងប្រហែលឆ្នាំហើយបាទឆ្លោះជាមួយកម្ពុជាយើងដូចជាឆ្នាំ91 2008 2000អីហ្នឹងគឺបង្ករឿងរហូតបាទហើយទង្វើដែលថៃធ្វើមកលើកម្ពុជាយើងបើយើងមើលទៅលើទស្សនវិជ្ជាច្បាប់បាទច្បាប់អន្តរជាតិហ្នឹងគឺតាក់ទងទៅនឹងការរំលោភឬអនុសញ្ញាប្រឆាំងទរណកម្មបាទច្បាប់ហ្នឹងជាច្បាប់អន្តរជាតិហើយនៅក្នុងច្បាប់ហ្នឹងដែរថៃក៏ជាម្ចាស់នៅក្នុងការចុះហត្ថលេខីបាទហត្ថលេខីទៅលើច្បាប់ហ្នឹងដែរបាទតែខ្លួនឯងក៏ចូលរួមនៅក្នុងជាប្រទេសមួយនៅក្នុងការអនុវត្តច្បាប់ហ្នឹងដែរប៉ុន្តែខ្លួនឯងបែរជានៅពេលបច្ចុប្បន្នបែរជាធ្វើផ្ទុយទៅនឹងច្បាប់ហ្នឹងវិញបាទបើយើងមើលទៅករណីហ្នឹងគឺជាការរំខានដល់ចេតនារបស់ថៃហើយសកម្មភាពទាំងអស់ហ្នឹងគឺធ្វើឲ្យរំខានដល់ពលរដ្ឋដែលរស់នៅតាមព្រំដែនហ្នឹងវាខុសច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរបាទហើយការបំពងសម្លេងជាសកម្មភាពដែលធ្វើឲ្យយើងឃើញរាល់ថ្ងៃគឺជាបើយើងតាមមើលទៅបាទហ្នឹងគឺជាយុទ្ធសាស្ត្រផ្លូវចិត្តដែលអាចឈានទៅដល់កម្រិតនឹងការរំលោភបំពានទៅដល់សិទ្ធិមនុស្សហើយនឹងបទខែតែបទឧក្រិដ្ឋកម្មអន្តរជាតិបាទនឹងគេរកឃើញបាទមិនសិនជាអន្តរជាតិគេរកឃើញថាថៃប្រកាសជាមានទោសទាំងអស់ហ្នឹងបាទរំលោភទៅលើសិទ្ធិមនុស្សហើយរហូតទៅដល់បទឧក្រិដ្ឋកម្មអន្តរជាតិទៀតបាទបើតាមអនុសញ្ញាប្រឆាំងទរណកម្មគេបានចែងថាដោយសម្លេងរំខានខ្លាំងឬសម្លេងដដែលដោយចេតនានិងយូរបង្កឲ្យមានការឈឺចាប់ផ្លូវកាយឬផ្លូវចិត្តដោយដែលជាការរំខានដំណេកធ្វើឲ្យខូចសុខភាពផ្លូវចិត្តជនស៊ីវិលបាទជនស៊ីវិលគឺប្រជាពលរដ្ឋយើងហ្នឹងហើយជាពិសេសហ្នឹងទៅលើកុមារមនុស្សចាស់និងជនពិការហ្នឹងបាទអាហ្នឹងគេចាត់ទុកថាជាទរណកម្មផ្លូវចិត្តឬប្រព្រឹត្តហៅថាអមនុស្សធម៌ខុសទៅនឹងអនុសញ្ញានៃការប្រឆាំងទរណកម្មបាទប្រសិនបើគណៈកម្មការគេរកឃើញថាមានការរំលោភបំពានមែននោះរដ្ឋនោះនឹងត្រូវរងការថ្កោលទោសជាសាធារណៈអំពីអង្គការសហប្រជាជាតិមានកាតព្វកិច្ចបញ្ឈប់សកម្មភាពនោះជាបន្ទាន់នឹងតាមច្បាប់របស់គេបាទ
như khang ông can tập chi chi từ rồi khơi bà đòi đo sầm non nâng start như tây sang bật tia đo cho nửa rong cua nâng cắt tô từ lơ bọc cồn bà bọc lực bà như thế bọc lực ở rót đai từ tua kho trời lơ scan phim từng nâng bà nó một phần gì khangขณะ cam cao rồi khơi cứ thay trời tại miền cả tua tua hơn một tầng đại phần nọ tí cứ thay tăng miền bong sầm non tiền hai nè đai bọc cồn bà bọc lực ở rót nâng đai nèរៀបចំឲ្យមានការចាក់អីនឹងសម្លេងអីទាំងអស់ហ្នឹងគឺត្រូវតែមានការទទួលទោសបាទនេះតាមច្បាប់អន្តរជាតិហ្នឹងបាទសិនជាគណៈកម្មការគេរកឃើញបាទដូចដែលពុកម៉ែបងប្អូនបានដឹងហើយថាប្រហែលថ្ងៃហ្នឹងគឺថៃបានចាក់ដល់តែមែនតើមករហូតដល់ប្រជាពលរដ្ឋយើងដែលរស់នៅតាមតំបន់ព្រំដែនហ្នឹងបាទជាពិសេសគឺនៅឃុំអូ3ជាន់ទៀតហ្នឹងឃុំអូ3ជាន់ហ្នឹងបាទគឺបាននាំគ្នារត់ទាំងយប់ហើយក្មេងៗវិញមានការខ្លាចមានអីហ្នឹងទៅហើយខ្លះដែលអត់លក់ទៀតបាទនេះតាមព័ត៌មានបាទដែលចេញមកហ្នឹងបាទ